សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយាតនិមន្តបើកបវេសនការពុទ្ធិកសិក្សាទូទាំងខេត្តបៃលិនឆ្នាំសិក្សា2025-2026 សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយាតអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាសុមេធាធិបតីអ៊ុំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025នេះបាននិមន្តជាព្រះធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា2025-2026ទូទាំងខេត្តបៃលិនដែលបានប្រារព្ធធ្វើឡើងនៅវត្តរតនសោភ័ណ្ឌហៅវត្តកោងកាងសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគុណទាំងពីរគណៈព្រះសមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកព្រះរាជាគណៈមន្ត្រីសង្ឃសាលាគុណសាលាអនុគុណក្រុងស្រុកលោកសៅសុវណ្ណអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនព្រះវិជារតនញាណក្តៀងសារ៉ាត់ព្រះបាឡាត់គុណខេត្តនិងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេចហ៊ុនសែនបៃលិនព្រមទាំងលោកស្រីអាញាធរតំណាងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តសប្បុរសជនសាមណសិស្សសរុបចំនួន302អង្គនាក់លោកសៅសុវណ្ណអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានមានប្រសាសន៍លើកឡើងថាក្នុងនាមរដ្ឋបាលខេត្តបៃលិននិងរូបលោកផ្ទាល់មានសេចក្តីសោមនស្សរីករាយក្រៃលែងនិងសូមសម្ដែងនៅការអបអរសាទរចំពោះលទ្ធផលនៃការសិក្សានិងលទ្ធផលក្នុងការប្រឡងរបស់ព្រះតេជគុណជាបេក្ខសាមណសិស្សគ្រប់ព្រះអង្គដែលបានបំពេញគុណធធុរៈដោយបានខិតខំរៀនសូត្ររហូតដល់បានបញ្ចប់ការសិក្សានាឆ្នាំកន្លងទៅលោកអភិបាលរងខេត្តមានប្រសាសន៍បន្តថាការខិតខំរបស់សាមណសិស្សនិងសិស្សអស់រយៈពេលកន្លងទៅនេះគឺជាការវាស់ស្ទង់សមត្ថភាពរបស់បេក្ខសាមណសិស្សហើយតទៅមុខទៀតព្រះអង្គនឹងក្លាយជាធនធានសង្ឃខាងព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់ជាពិសេសការទ្រទ្រង់សីលធម៌ព្រះពុទ្ធសាសនាសម្រាប់អប់រំនិងដឹកនាំពុទ្ធបរិស័ទព្រមទាំងរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងមូលជាមួយរាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀតលោកសៅសុវណ្ណបានមានប្រសាសន៍បន្តទៀតថាចំពោះបេក្ខសាមណសិស្សគ្រប់ព្រះអង្គទោះលទ្ធផលនេះព្រះអង្គធ្វើបានល្អឬមិនល្អសូមកុំបោះបង់ការសិក្សានិងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀតព្រោះតម្លៃសញ្ញាបត្រពុទ្ធិកសិក្សាក៏ត្រូវបានរាជរដ្ឋាភិបាលឲ្យតម្លៃសមមូលទៅនឹងសញ្ញាបត្រស្មើនឹងក្រសួងអប់រំយុវជននិងកីឡាផងដែរកត្តាទាំងនេះកើតចេញពីគោលនយោបាយឈ្នះឈ្នះនិងត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិហើយបច្ចុប្បន្នសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាអ្នកជំនាន់ក្រោយពោពេញទៅដោយសមត្ថភាពនិងសក្តានុពលឃ្លាវខ្លាបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី7បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងនោះវិស័យធម្មការនិងសាសនាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយាតអនុប្រធានលេខាធិការគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាសុមេធាធិបតីអ៊ុំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាមានថេរដីកាក្រើនរំលឹកដល់ព្រះសង្ឃសាមណសិស្សឲ្យមានប្រតិភ្ញាក់រលឹកខ្ពស់ដឹងខ្លួនជាសាមណភេទជាគំរូដល់សង្គមកុំភ្លេចខ្លួនមុននឹងធ្វើអ្វីៗមួយត្រូវមានសតិមាំនិងត្រូវប្រកាន់ភ្ជាប់ឲ្យបាននៅអភិសមច្ចាដើម្បីតម្កល់ខ្លួនក្នុងសាមណភេទជាបញ្ញរិទ្ធដល់ប្រសើរដល់ពុទ្ធសាសនិកទាយុទាយិកាព្រះមេគុណមន្ត្រីសង្ឃគណៈគ្រប់គ្រងពុទ្ធិកសិក្សាជាពិសេសព្រះចៅអធិការសូមបន្តយកប្រតិទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុសាមណេរ
ក្រមអាវ៉ាតឲ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំនានារបស់គណៈសង្ឃគ្រប់ឋានុក្រមនិងគោរពប្រតិបត្តិតាមធម៌វិន័យឲ្យបានខ្ជាប់ខ្ជួនសម្ដេចក៏បានជំរុញព្រះមេគុណមន្ត្រីសង្ឃទាំងអស់ទូទាំងខេត្តព្រះមេត្តារៀបចំខ្លួនឲ្យស្របតាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យា Digital ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ថ្នាក់ដឹកនាំជាពិសេសត្រូវពង្រឹងសមត្ថភាពចំណេះជំនាញនិងពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំសម្ដេចបានមានព្រះថេរដីកាបន្តថាទីវត្តអារាមជាកន្លែងបណ្ដុះបណ្ដាលនិងរក្សាទុកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដូនតាតាំងពីបុរាណកាលមកត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាលដែលក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីរហូតបន្តដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើមតែងតែយកចិត្តទុកដាក់និងលើកតម្កើងដល់វិស័យសាសនាជាពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋលើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិតបើតាមរបាយការណ៍របស់ព្រះវិជារតនញាណក្តៀងសារ៉ាត់ព្រះបាឡាត់គុនខេត្តនិងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេចហ៊ុនសែនប៉ៃលិនបានឲ្យដឹងថាបច្ចុប្បន្នវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតក្នុងខេត្តប៉ៃលិនមានសាលាពុទ្ធិកបឋមសិក្សានិងធម្មវិន័យមានសាលាចំនួន10សាលាមានបន្ទប់ចំនួន18បន្ទប់ថ្នាក់ឆ្នាំទី1មានចំនួន10បន្ទប់មានសាមណសិស្សនិងសិស្សចំនួន179អង្គអ្នកសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន1សាលាមានបន្ទប់ចំនួន3បន្ទប់រួមមានថ្នាក់ទី7មានសាមណសិស្សនិងសិស្សចំនួន20អង្គអ្នកថ្នាក់ទី8មានសាមណសិស្សនិងសិស្សចំនួន11អង្គអ្នកថ្នាក់ទី9មានសាមណសិស្សនិងសិស្សចំនួន15អង្គអ្នកនិងមានគណៈគ្រប់គ្រងចំនួន3អង្គមានគ្រូបង្រៀនក្របខ័ណ្ឌចំនួន1នាក់និងគ្រូជួលម៉ោងចំនួន9អង្គអ្នកផងដែរ